បាទជំរាបសួរបងនេះជាវីដេអូនៃការ check report closive របស់ cashier យើងឬក៏ report ដែលយើងបិទ closive ចឹងណាបងបាទអញ្ចឹងបងអាច check report នៃការបិទ closive បានអញ្ចឹងបងបាទបង check នៅកន្លែង report បាទហើយបងយកពាក្យថា general បងបាទអញ្ចឹងពេលបងចុច general ហើយបង scroll ទៅលើតិចទៅបងឃើញពាក្យថា closive បងនេះអញ្ចឹងបងចុចលើ closive ហ្នឹងមកបាទអញ្ចឹងសម្រាប់ closive នេះក៏បងអាច check មើលបានដែរបងចង់ check report offensive report closive ហើយថ្ងៃដែលបងចង់ check ឧទាហរណ៍បើគាត់លក់ការពីម្សិលមិញបងអាច check តាមពីម្សិលមិញមកបានអញ្ចឹងបងបាទអានេះថ្ងៃចាប់ផ្ដើមមានថាបងចង់មើល report closive ចាប់ពីថ្ងៃណារហូតដល់ថ្ងៃណាអញ្ចឹងបងនេះថ្ងៃចាប់ផ្ដើមបងចង់មើល report closive ចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ23អញ្ចឹងចង់ដឹងថាគាត់បិទប្រហែលដងគាត់បើកវេនត្រឹមត្រូវអត់គាត់បិទវេនត្រឹមត្រូវអត់អញ្ចឹងបងបាទអញ្ចឹងបងអាចកំណត់ថ្ងៃឲ្យមើលបានហើយអញ្ចឹងថ្ងៃនេះ brand របស់យើងថ្ងៃនេះតាម user បងអាចមើលបានថាតាម user មួយណា user cashier ឬក៏ user admin អ្នកបើកលក់មកបើបងអត់យក select ចេះមានន័យថាយើងមើលគ្រប់ user ទាំងអស់ឲ្យតែគាត់បានបើកវេនលក់និងបិទវេនទៅវិញអញ្ចឹងបងបាទអញ្ចឹងបងយកប៉ុណ្ណឹងហើយបង filter មកបាទអញ្ចឹងបងឃើញនេះ report closive របស់យើងមានការបិទវេនចំនួន2ដងអញ្ចឹងបងបាទអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំមើលទៅលើ user admin នេះមួយអញ្ចឹងបងឃើញ day in នេះហើយយើងមាន time in អញ្ចឹងមានន័យថាគាត់បានបើកវេននៅម៉ោង8:48នាទីនៅថ្ងៃទី30 ខែ 3 2026ចឹងបងនេះអញ្ចឹង time នេះម៉ោងដែលគាត់បានបើកនេះថ្ងៃដែលគាត់បានបើកវេនលក់បងនេះអញ្ចឹងបង scroll មកក្រោយមកយើងមានកន្លែង scroll ទៅក្រោយទៅមុខទៅក្រោយបងបាទអញ្ចឹងទៅលើ date out ជាមួយនឹង time out វិញមានន័យថាគាត់បានបិទវេននៅម៉ោង11:15នាទីនៅថ្ងៃទី23 ខែ 4 2026បាទអានេះជាម៉ោងដែលគាត់បិទវេនហើយម៉ោងខាងមុខជាម៉ោងដែលគាត់បើកវេនណាបងបាទអញ្ចឹងបង scroll មកក្រោយទៀតបងឃើញមាន total cash in total cash in នេះមានន័យថាពេលដែលគាត់បើកវេនគាត់បាន cash in លុយចូលអត់លុយដែលបងបានអង្គឲ្យគាត់ហ្នឹងបងបាទឬក៏បងអង្គទុកឲ្យគាត់$50ឬក៏$100សម្រាប់ទុកអាប់ឲ្យភ្ញៀវអញ្ចឹងបងអាចមើល report បានថាគាត់បានវាយទឹកលុយ cash in លុយដែលបងអង្គហ្នឹងគាត់បានវាយចូលក្នុង system ត្រឹមត្រូវអត់អញ្ចឹងបងនេះបាទអញ្ចឹងបង scroll មកក្រោមនេះ total cash in របស់យើងបាទអញ្ចឹងនេះ revenue share revenue នេះជាចំណូលរបស់គាត់ឲ្យបានលក់អញ្ចឹងបងនេះអញ្ចឹងក្នុងមួយវេនរបស់គាត់ហ្នឹងចាប់ពីបើករហូតដល់បិទហ្នឹងគឺគាត់លក់បាន$500ជាងអញ្ចឹងអានេះជា revenue ហ្នឹងគឺជាលុយដែលគាត់លក់បានសុទ្ធអញ្ចឹងបងវាអត់ទាន់បូកជាមួយនឹងលុយអង្កល់ទេអញ្ចឹងខាងក្រោយនេះបងនឹងឃើញមាន report មួយទៀតកន្លែងនេះ cash in បូកជាមួយនឹង share revenue អញ្ចឹងមានន័យថាលុយខាងក្រោយនេះគឺលុយដែលវាបូកជាមួយនឹងលុយដែលលក់បានបូកជាមួយនឹងលុយដង្កល់បងឧទាហរណ៍លុយដង្កល់50វានឹងយកលុយដែលលក់បានទាំងអស់បូកជាមួយនឹងលុយដង្កល់របស់យើងបានវាចេញនៅកន្លែងនេះបងនេះអញ្ចឹងដោយសារយើងអត់កន្លែងនេះយើងអត់បានវាយលុយដង្កល់បញ្ចូលទេអញ្ចឹងវាមានតែលុយដែលយើងលក់បានសុទ្ធបងអញ្ចឹងកន្លែងនេះក៏វាចេញជាលុយលក់បានសុទ្ធដែរបងបាទអញ្ចឹងដល់ខាងក្រោយនេះជា cash out នេះមានន័យថាពេលដែលគាត់បិទវេនបញ្ចប់ការលក់របស់គាត់ហ្នឹងគាត់បានដកលុយចេញពី cash drawer ហ្នឹងគាត់បាន cash out វាយទឹកលុយចូលទៅប្រមាណអញ្ចឹងបងបាទហើយនៅសល់លុយប្រមាណនៅក្នុង cash drawer អញ្ចឹងបងបាទអញ្ចឹងសម្រាប់ report នៃការ closive របស់ user មួយនៅកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹង